Alo, tôi xoay bằng bột nó nàyក្នុងសង្គម Facebook YouTube តេតោរបស់គ្នាថ្ងៃនេះខ្ញុំនឹងរៀបបងប្អូនគ្នាអំពីការមើលtraffic នៅលើphysical របស់ wireless សាក់អាហ្នឹងយើងអាចចូលទៅក្នុងសាក់មកទៅមួយយើងចុចទៅលើ Wi-Fi ក៏បាន Disnet ក៏បានទៅទៀតយើងស្វែងរក IP ណាដែលវាប្រើចេញទៅប្រទេសក្រៅឬក៏ប្រើឲ្យមួយនៅក្នុងតំបន់សាក់នេះយើងអាចរកទៅគោលវា destination របស់វាចេញទៅណា cloud ណាហើយវាចេញទៅតាមប្រព័ន្ធណាយើងអាចមើលដឹង IP ណាដែលយើងគិតថាកុំព្យូទ័រហ្នឹងវាប្រើហើយវាចេញទៅប្រើទៅលើអីណាយើងអាចសិក្សាបាននេះបន្ទាប់ពីយើងមើលនឹងហើយគឺយើងចង់ដឹងថាតើកុំព្យូទ័ររបស់យើងហ្នឹងចង់បានចាប់បានអាសាក់ហ្នឹងIP ប៉ុន្មានអញ្ចឹងបងប្អូនអាចចុចទៅមើលកន្លែងហ្នឹងបាននេះយើងចុចមកតាមខ្ញុំនេះមកហើយយើង disable នេះមកទៅទៀតនេះវាមានបើយើងគឺចាប់បាន110យើង110នេះមកយើងមើលវាទៅនេះ110វាប្រើទៅលើអីខ្លះលើ110មកខ្ញុំគឺខ្ញុំប្រើទៅ YouTube បើកតិចតួចទេអញ្ចឹងវាអាចស៊ី megabyte លេង megabyte data ហ្នឹងវាស៊ីតិចតួច import ឲ្យចេញទៅ import អីយើងអាចស្វែងរកក្នុងIP location ប៉ុន្តែក្នុងករណីនេះខ្ញុំប្រាប់ទេបងប្អូនអាចសិក្សាដោយខ្លួនឯងណាបងប្អូនអាចសិក្សាដោយខ្លួនឯងនឹងរោដោយខ្លួនឯងនេះគឺខ្ញុំបង្រៀនអំពីការរោទេការរោតែវាចេញទៅណាហើយ IP ប៉ុន្មានដែលវាប្រើហ្នឹងហើយតែប៉ុណ្្នឹងទេហើយសំខាន់បងប្អូនអាចរោឯងទៅបើយើងអាចមានវិធីសាស្ត្រស្វែងយល់ដោយខ្លួនឯងចំណុចហ្នឹងបើអត់ចេះបងប្អូនអាចខលឆាតសួរបានណាទៅវាអង្គុយមកនេះ destination របស់វានេះគឺមានចេញទៅនេះ port នេះដែលចេញទៅអាចស្វែងយល់មកតើពីស្វែងយល់រួចរាល់ហើយបងប្អូនអាចចូលទៅ search បានណាចូលទៅ search មើលតែ IP នៅប្រទេសណានៅតំបន់ណាទីតាំងណាអាច search បាននេះសេក្នុងនេះមកតែមកខ្ញុំអត់ស៊ីអីទេទៅមួយទៀតបងប្អូនអាចចូលទៅមើលម្ដងទៀតមកហ្នឹងចូល check មើលយូរទៅយើងនឹងឃើញហើយហ្នឹងអញ្ចឹងវាលោមែនតែប៉ុណ្ណឹងបងប្អូនអាចចូលទៅ check ហើយសិក្សាដោយខ្លួនឯងអរគុណជម្រាបលា bye bye welcome to my channel thank you for watching my video goodbye good luck good dream see you to later